បងប្អូនឃើញបែបនេះតិចថាកន្លែងហាងកាហ្វេទៅបងប្អូនមិនមែនហាងកាហ្វេណាបងប្អូនតែគឺជាផ្ទះសម្រាប់រស់នៅអញ្ចឹងណាបងប្អូនតែការរៀបចំរបស់គាត់មើលទៅអែមបងប្អូនគួរឲ្យចាប់អារម្មណ៍មើលទេសភាពដើមឫស្សីផ្កាអីចឹងណាហើយការរៀបចំផ្ទះរបស់គាត់ទំនងមែនទែនហ្មងបងប្អូនជាក់ក៏តិចនិយាយទៅវាម្លប់ច្រើនអញ្ចឹងណាហើយថ្ងៃនេះដែរមកជុំគ្នាធ្វើអីហូបអញ្ចឹងណាហើយក៏ឆ្លៀតដាក់ជាក់មកប៉ុងពីរប៉ុងអីចឹងទៅហើយបងប្អូនធ្លាប់តែឃើញខ្ញុំធ្វើម្ហូបឥឡូវខ្ញុំមកដល់មកលេងផ្ទះគាត់មកធ្វើម្ហូបអីហូបម្ដងអញ្ចឹងវាស្រួលមួយយ៉ាងដែរអញ្ចឹងណាហើយនេះបងថ្លៃខ្ញុំមកដល់ភ្លាមអង្គុយពុកអត់មានគិតអីច្រើនទេហូតលុយមកតែអាជាក់ដាក់ជុំគ្នាអញ្ចឹងទៅនេះគឺជាទីធ្លាមុខផ្ទះគាត់អញ្ចឹងណាបងប្អូនអាចដាក់បាសរំពងជុំគ្នាបានរំបត់ខ្មែរវ៉េបក៏បានដែរហើយមើលការរៀបចំផ្ទះរបស់គាត់ទំនងមែនទែនហ្មងបងប្អូនមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តមានគំនិតចង់ដាក់អាជាក់មើលទៅលក្ខណៈបែបសាមញ្ញធម្មជាតិអញ្ចឹងណាគ្រាន់តែឃើញហើយគួរឲ្យចង់រស់នៅអញ្ចឹងណាព្រោះសារវាស្អាតពេកយកបងប្អូនវាលក្ខណៈថាសាមញ្ញមែនតែមើលទៅគួរឲ្យចាប់អារម្មណ៍អញ្ចឹងណាហើយនេះពេលថ្ងៃវាអត់សូវមានខ្យល់ទេបងប្អូនតែបើសិនជាពេលល្ងាចធ្លាក់ខ្យល់បន្តិចមកអូយស្រស់ស្រាយមែនទែនដូចថាលក្ខណៈថា relax អញ្ចឹងណាឥឡូវតែថតទេសភាពក្នុងទីធ្លាផ្ទះគាត់ភ្លេចថតមុខម្ហូបហើយថ្ងៃនេះដែរគាត់បានទទួលយើងគឺឆាក្តៅមាន់មួយមុខហើយនឹងដុតមាន់មួយមុខពេលដែលខ្ញុំចូលទៅចិត្តឲ្យថតម្ហូបបងប្អូនអាក្លិនម្ហូបហ្នឹងក្លិនដល់កឈ្ងុយមែនទែនហ្មងមានម្ហូបឆ្ងាញ់អញ្ចឹងហើយមានទេសភាពទៀតហើយដាក់ជាក់ជុំគ្នាទៀតនិយាយថា relax នោះ relax ហើយឥឡូវកុំឲ្យថាគិតតែថតយើងអត់ធ្វើអីឥឡូវនេះយើងចាប់ផ្ដើមបកខ្ទឹមបុកទឹកត្រីកកុងអញ្ចឹងណាសម្រាប់ជ្រលក់មាន់ជ្រលក់សាច់មាន់របស់យើងអញ្ចឹងណាហើយម្ទេសមិនដាក់ចេកច្រើនទេបងប្អូនដាក់តែ10គ្រាប់អីចឹងទៅខ្លាចវាហឹរអញ្ចឹងណាមិញបន្ទាប់ពីបុកបានមួយផ្លែតឲ្យប្រពន្ធខ្ញុំបុកម្ដងហើយគាត់ឲ្យខ្ញុំថតអញ្ចឹងណាហើយឥឡូវនេះយើងចាប់ផ្ដើមដាក់គ្រឿងឥឡូវដាក់ប៊ីចេង3ស្ព្រាអញ្ចឹងទៅហើយដាក់ស្ករប្រហែលជា4-5ស្ព្រាអញ្ចឹងទៅរាប់តាមហ្នឹងទៅបងប្អូនចង់បានរសជាតិបែបណាដាក់រសជាតិបែបហ្នឹងទៅបងប្អូនតែខ្ញុំចូលចិត្តរសជាតិប្រៃផ្អែមជូរហឹរអញ្ចឹងណាអាហ្នឹងថែបខ្ញុំអញ្ចឹងណាបងប្អូនហើយឥឡូវនេះប្រពន្ធខ្ញុំកំពុងបុកគ្រឿងទឹកត្រីអង្ក្លុកហើយគ្រឿងទឹកត្រីរបស់យើងគឺវាចាប់ផ្ដើមហើយរួចរាល់ហើយយើងចាប់ផ្ដើមដួសដាក់ចានមកដើម្បីដាក់ទឹកត្រីអញ្ចឹងណាដាក់ទឹកត្រីជាមួយព្រោះដោយសារយើងអត់ដាក់ទឹកត្រីវាមិនមែនទឹកត្រីកោះកុងទេតែឆ្ងល់ថាទឹកត្រីនេះមិនមែនបុកនៅកោះកុងផងបុកនៅសៀមរាបហ្នឹងតាមពិតទៅទឹកត្រីសៀមរាបមិនមែនទឹកត្រីកោះកុងទេហើយឥឡូវនេះយើងចាប់ផ្ដើមចាក់ទឹកត្រីចូលហើយដើម្បីផ្សំគ្រឿងវាមានរសជាតិឈ្ងុយឆ្ងាញ់ពិសាហើយបន្ទាប់ពីយើងចាក់ទឹកត្រីហើយយើងចាប់ផ្ដើមច្របាច់ក្រូចឆ្មាចូលក្រូចឆ្មានេះគឺយើងច្របាច់ដាក់3ផ្លែបងប្អូនមិនវាក្រាន់អញ្ចឹងណាមិនវាជូរអែមឆ្ងាញ់អញ្ចឹងណាហើយបញ្ជាក់បន្តិចឲ្យក្រូចឆ្មានេះដែរយើងត្រូវការចិត្តចំណិតណាបងប្អូនគុំច្របាច់ទាំងមូលគឺវាអត់ចេញទឹកទេហើយឥឡូវនេះទឹកត្រីរបស់យើងគឺបានច្របាច់ក្រូចឆ្មាហើយក៏វារួចរាល់ហើយក៏បងម្ចាស់ផ្ទះគាត់ថាហៅឲ្យយកស្វាយមកព្រោះដោយសារម្ហូបយើងអត់ទាន់ឆ្អិនអញ្ចឹងណាព្រោះដោយសារបងក៏ដាក់ជាក់បដៅអីដូច្នេះហើយគាត់ឲ្យយកស្វាយយកមកចិត្តក្លែមសិនទៅក្លែមបដៅសិនទៅព្រោះដោយសារម្ហូបយើងអត់ទាន់ឆ្អិនបន្ទាប់ពីឃើញបងក៏កោសផាច់មកខ្ញុំក៏ចាប់ផ្ដើមស្រក់ទឹកមាត់ខ្ញុំក៏កោសដែរក៏ខ្ញុំដាក់លឹកអឹកមានអារម្មណ៍ថាជាតិមែនទែនហើយវីដេអូយើងក៏ចប់តែប៉ុណ្្នឹងឯងសូមអរគុណ